រៀនទី1កំណើតថ្មីជីវិតថ្មីក្នុងព្រះត្រូវបង្ហាញការផ្លាស់ប្ដូរពិតក្នុងអាកប្បកិរិយាគម្ពីរស្នូលយ៉ូហាន 3:3 ព្រះយេស៊ូវមានបន្ទូលឆ្លើយថាប្រាកដមែនខ្ញុំប្រាប់អ្នកជាប្រាកដថាបើមិនបានកើតជាថ្មីនោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេឯកំណើតថ្មីមានន័យអ្វីកំណើតថ្មីមិនមែនជាការកែប្រែខាងក្រៅឬប្ដូរសាសនាប៉ុន្តែជាការងាររបស់ព្រះនៅខាងក្នុងបង្កើតចិត្តថ្មីនិងជីវិតថ្មី2កូរិនថូស 5:17 ដូច្នេះបើអ្នកណានៅក្នុងព្រះគ្រីស្ទគាត់ជាសត្វថ្មីហើយអ្វីចាស់បានកន្លងផុតទៅមើលចុះអ្វីទាំងអស់បានក្លាយជាថ្មីកំណើតថ្មីអត្តសញ្ញាណថ្មីជីវិតថ្មីទេជីវិតថ្មីត្រូវបង្ហាញផ្លែផ្កាថ្មីបើមនុស្សម្នាក់កើតជាថ្មីពិតនឹងមិនអាចរស់ដូចមុនបានទៀតទេផ្លែផ្កានៃជីវិតនឹងបង្ហាញការផ្លាស់ប្ដូរម៉ាថាយ 7:17 ដូច្នេះដើមឈើល្អគឺបង្កើតផ្លែល្អដើមឈើអាក្រក់បង្កើតផ្លែអាក្រក់កាឡាទី 5:22-23 ផ្លែផ្កានៃព្រះវិញ្ញាណគឺសេចក្តីស្រឡាញ់អំណរសន្តិភាពអត់ធ្មត់សប្បុរសធ្វើល្អស្មោះត្រង់ទន់ភ្លន់និងការគ្រប់គ្រងខ្លួនមនុស្សអាចមើលឃើញការកើតថ្មីតាមរយៈផ្លែផ្កាការផ្លាស់ប្ដូរពិតចាប់ផ្ដើមពីចិត្តព្រះមិនចាប់ផ្ដើមពីរូបរាងក្រៅទេតែពីបេះដូងពេលចិត្តថ្មីជីវិតក្រៅនឹងថ្មីផងដែរអេសេគៀល 35:26 ខ្ញុំនឹងឲ្យចិត្តថ្មីដល់អ្នកហើយដាក់វិញ្ញាណថ្មីនៅក្នុងអ្នកខាងក្នុងផ្លាស់ខាងក្រៅផ្លាស់អ្នកកើតថ្មីមិនរស់នៅក្នុងអំពើបាបដូចមុនមិនមែនមានន័យថាមិនធ្លាប់ធ្វើបាបទៀតទេប៉ុន្តែមិនរស់នៅក្នុងវាឬស្រឡាញ់វាទៀត1យ៉ូហាន 3:9 អ្នកណាដែលកើតពីព្រះមិនប្រព្រឹត្តអំពើបាបជាអនុវត្តទីដៅជីវិតបានផ្លាស់ប្ដូរសំណួរសម្រាប់ពិនិត្យខ្លួនតើជីវិតខ្ញុំមានអ្វីខ្លះដែលបានផ្លាស់ប្ដូរពីមុនមនុស្សជុំវិញអាចឃើញព្រះតាមរយៈអាកប្បកិរិយារបស់ខ្ញុំទេតើខ្ញុំកំពុងបង្កើតផ្លែផ្កាដែលសមនឹងការប្រែចិត្តទេម៉ាថាយ 3:8 ដូច្នេះចូលបង្កើតផ្លែឲ្យសមនឹងការប្រែចិត្តសេចក្តីសន្និដ្ឋានការកើតថ្មីគឺជាការចាប់ផ្ដើមជីវិតថ្មីបើមានកំណើតថ្មីពិតអាកប្បកិរិយាពាក្យសម្ដីនិងរបៀបរស់នៅនឹងបង្ហាញការផ្លាស់ប្ដូរដែលមនុស្សអាចមើលឃើញបានសូមព្រះប្រទានពរ